មួយទៀតស្គាល់ហ្មងធ្វើលបងទៀតហើយហើយធ្វើលបងយើងនៅឃើញដល់កងរុនបាទនេះកងរុនគឺអ្នកបកកែខាងធ្វើលបងឲ្យប្រចាំស្រុកស្ទងបងប្អូនដែលត្រូវការធ្វើលបងវត្តដីណាធ្វើលបងធ្វើស្រែដីស្រែឬក៏ដីភូមិអីគឺកងរុនធ្វើជូនមកស្អាតបាទមកស្អាតតែម្ដងបងប្អូនឲ្យតម្លៃទូថ្លៃឯងគាត់មានម៉ាស៊ីនក្នុងការខូងនេះបងប្អូនម៉ាស៊ីនគាត់ណាអញ្ចឹងសម្រាប់បងប្អូនដែលនៅតាមបណ្ដាខេត្តផ្សេងអត់ទាន់មាន business បងប្អូនអាចសិក្សាពី business មួយនេះផងដែរបាទព្រោះនេះគឺបងប្អូនគាត់តែមានម៉ាស៊ីនខូងនេះមួយមានជាប់ជីកបាទហើយនេះម៉ាស៊ីនខូងបាទនេះជាប់ជីកជាប់កាប់ហើយអញ្ចឹងទៅបាទមានមួយឈុតសម្រាប់ដែលខូងធ្វើលបងណាបងប្អូនអាចមានម៉ូតូមួយជាមករៀបចំដោយគាត់អញ្ចឹងទៅបងប្អូនអាចដើរធ្វើលបងតាមភូមិតាមស្រុកបាននេះបងប្អូននេះបងនេះបងនេះក៏រុនធ្វើដែរនេះបងប្អូនមើលណាអានេះគឺអាស្រ័យទៅលើបងប្អូនចង់បាននេះបងប្អូនខ្លះក៏ចង់បាន1 ម៉ែត្រ 1 2 ម៉ែត្រ 1 3 ម៉ែត្រ 1អញ្ចឹងណាបាទហើយគេរត់លួសជួនមកស្អាតតែម្ដងបាទរត់លួសជួនមកស្អាតតែម្ដងនេះគឺកងកដាលធ្វើលបងវាខ្លះបានមកបកោ 2000 3000 4000 5000 6000ទៅតាមស្ទាយបងប្អូនចង់បានហ្នឹងហើយបងប្អូនចង់បានកាន់តែស្អាតកាន់តែបាយទៅតាមហ្នឹងទៅហ្នឹងហើយអញ្ចឹងនេះគឺជា business មួយដែលខ្ញុំបានបង្ហាញជូនបងប្អូនណាបង្ហាញជូនបងប្អូនថាការងារនេះគឺមានអ្នកទទួលហៅធ្វើហោហែតែម្ដងបាទអត់ទេការងារនេះគឺមានច្រើនណាហ្នឹងហើយប៉ុន្តែនៅប្រចាំស្រុកស្ទោនេះគឺយើងមានកងរុនបាទមានតារុននេះគឺគាត់ធ្វើស្អាតណាស់លបងបាទហើយគាត់ធ្វើលឿនបាទត្រឹមហត្តាអីធ្វើតែ2ថ្ងៃ 3ថ្ងៃរួចហើយបាទធ្វើលឿនណាបាទអាស្រ័យទៅលើតូចញឹកព្រោះអត់ញឹកអញ្ចឹងណាហ្នឹងហើយអញ្ចឹងអញ្ចឹងបងប្អូនដែលអត់មានការងារធ្វើបងប្អូនអាច start អាជីវកម្មនេះជាមួយនឹងម៉ូតូមួយបូកមួយម៉ាស៊ីនខួងមួយប្រហែលជា140ហើយបូកជាមួយនឹងចបជីកចបអីទៅបងប្អូនប្រើតែកម្លាំងទៅគឺបានហើយបងប្អូនតែកម្លាំងទៅគឺបងប្អូនទៅធ្វើការងារនឹងបានថតមើលបូកម៉ាស៊ីនខួងទៅចាប់ហើយតែគុំទៅចាប់ហើយសិនគឺចាប់ហើយអូខេអត់ហើយនេះគឺរុនមានម៉ាស៊ីន2បងប្អូនរុនមានម៉ាស៊ីន2ណា1 2ម៉ាស៊ីនម៉ាស៊ីនគាត់បាទគាត់អាជីវកម្មរបស់គាត់គឺបានច្រើនណាស់ជាការមកហាត់អញ្ចឹងគាត់បាន200 300បកគោអញ្ចឹងបងប្អូនទៅមើលបកគោជាការ 2000 3000 4000ហ្នឹងគឺថ្លៃបាទថ្លៃគឺសំរុំគឺល្អមែនតើល្អណាស់បងណាអាជីវកម្មនេះបងប្អូនអាចសិក្សាបានណានៅតាមបណ្ដាខេត្តផ្សេងៗសិក្សាបានណាបងរុនគាត់តែដាច់ទេគឺធ្វើបានរហូតធ្វើបានរហូតតែដាច់ទេបាទគឺមួយខែទល់មួយខែគឺអត់ដាច់ទេមកកន្លែងហើយនៅក៏ប្រមូលបាន400000 300000 400000 500000ទៅតាមទីតាំងធំតូចបានរហូតហ្នឹង